សួស្តីចាថ្ងៃនេះនាងខ្ញុំមកថតផ្កាកែវទៀតហើយដោយសារតែផ្កាកែវនេះទៅតែចាប់ដើមរីកនៅថ្ងៃនេះហើយផ្កាកែវនេះគឺដាំនៅក្នុងផើងផងដែរ Orange Jasmine ឬក៏ម្លិះក្រូចដោយសារតែក្លិនផ្កាវាដូចជាផ្កាក្រូចអញ្ចឹងតែលក្ខណៈខុសគ្នារបស់ផ្កាក្រូចជាមួយនឹងផ្កាកែវគឺផ្កាកែវផ្កាជាចង្កោមស្អាតណាស់ពុកម៉ែបងប្អូនបើនិយាយពីក្លិនវាក្រអូបបែបត្រជាក់នាងខ្ញុំចូលចិត្តក្លិនផ្កាកែវណាស់នៅពេលដែលនាងខ្ញុំធ្វើការហត់អស់កម្លាំងបានហិតផ្កាកែវគឺមានអារម្មណ៍ស្រស់ស្រាយតែម្ដងហើយថ្ងៃនេះនាងខ្ញុំមកបង្ហាញផ្កាកែវសារជាថ្មីឲ្យពុកម៉ែបងប្អូនអំពុំមីងទាំងអស់គ្នាបានឃើញបើនិយាយអំពីអត្ថប្រយោជន៍របស់ផ្កាកែវមានច្រើនណាស់ណាពុកម៉ែបងប្អូនប៉ុន្តែក៏មិនសូវមានអ្នកណាចែករំលែកប៉ុន្មានដែរយើងអាចយកវាធ្វើជាឱសថបុរាណព្យាបាលជំងឺឈឺធ្មេញហើយជាបាលរលាកស្រោមខួរទៀតប៉ុន្តែនាងខ្ញុំអត់តាន់មានពេលអត្ថាធិប្បាយអំពីអត្ថប្រយោជន៍របស់ផ្កាកែវទេពុកម៉ែបងប្អូនដោយសារតែទូរស័ព្ទរបស់នាងខ្ញុំវាពិបាកក្នុងការ record ដូច្នេះហើយបានតែថតផ្ទាល់ទេថតផ្ទាល់ពេលខ្លះដូចពុកម៉ែបងប្អូនធ្លាប់ថតខ្លួនឯងដឹងហើយការនិយាយស្ដីនឹងការបញ្ចូលសំឡេងគឺអត់ដូចគ្នាទេធម្មតាកាលណាយើងថតតវាមិនសូវមានភាពទាក់ទាញដូចជាការបញ្ចូលសំឡេងទេបើបញ្ចូលសំឡេងគឺបានក្បោះក្បាយល្អតែម្ដងតាមពិតផ្កាកែវនេះនាងខ្ញុំត្រូវមកថតកាលពីព្រឹកមិញដោយសារតែនាងខ្ញុំរវល់ទៅវត្តពុកម៉ែបងប្អូនអើយថ្ងៃពិសាខបូជាថ្ងៃឆ្លងនិយាយទៅនៅស្រុកខាងនាងខ្ញុំគឺឆ្លងនៅថ្ងៃ1រោចរៀងរាល់ពេលថ្ងៃ1រោចគឺទៅឆ្លងហើយដល់ពេលចឹងទៅនាងខ្ញុំអត់បានមកថតតល្ងាចឡើងបានមកថតហើយវាចាប់ដើមរយបដាហើយនិយាយទៅនេះដាំក្នុងផើងពុកម៉ែបងប្អូនសឲ្យក្បោះតែម្ដងបើអាគុំធំដែលនាងខ្ញុំបង្ហាញពុកម៉ែបងប្អូនថ្ងៃមុននោះគឺរុះរយអស់ហើយប៉ុន្តែនៅពេលប្រហែលជា4-10ថ្ងៃទៀតវានឹងចាប់ដើមចេញផ្កាថ្មីមកទៀតផ្កាហ្នឹងគឺអញ្ចឹងឯងវាឆាប់រយពុកម៉ែបងប្អូនមានសង្កេតមើលទេផ្កាដែលមានក្លិនក្រអូបភាគច្រើនរីកអត់បានយូរថ្ងៃទេឆាប់រីកឆាប់រយមិនថាផ្កាចម្ប៉ាផ្កាចំប៉ីផ្កានួនស្រីបើម៉ាឡាតីឬក៏និរដីនឹងរីកបានយូរថ្ងៃតិចដំបូងវាចេញពណ៌សបន្ទាប់ពីសហើយឡើងពណ៌លឿងទៅវាចាប់ដើមជ្រុះអាហ្នឹងចំពោះផ្កាម៉ាឡាតីអ្នកខ្លះហៅនិរដីបើខាងនេះខ្ញុំហៅនិរដីដែរអ្នកខ្លះបើនិយាយម៉ាឡាតីអញ្ចឹងក៏អត់ស្គាល់ទេតែបើនិយាយអំពីនិរដីក៏ស្គាល់ហើយផ្កាហ្នឹងចាយស្អាតណាពុកម៉ែបងប្អូនសវាមើលទៅវាស្តៀងជាមួយនឹងផ្កាកលាបតែវាពណ៌សអត់មានបន្លាទេវាស្តៀងវាអំបោពួកនួនស្រីអីហ្នឹងឯងវាអំបោជាមួយនឹងនួនស្រីមើលជាមួយនួនស្រីនិរដីគឺម្លិះគឺវាអំបោទៅមួយហើយនឹងផ្កាពុតអីហ្នឹងវាអំបោទៅមួយគ្រាន់តែថាវាលក្ខណៈទួចធំមានក្លិនក្រអូបអ្នកខ្លះក៏មិនសូវក្រអូបអីចឹងទៅតែបើនិរដីគឺមានក្លិនក្រអូបហើយបើផ្កាម្លិះលាក្រអូបខ្លាំងរីឯម្លិះរួតក៏អត់សូវមានក្លិនក្រអូបដែរបើផ្កាកែវគឺក្រអូបហ្មងក្រអូបហើយក្រអូបត្រជាក់នាងខ្ញុំចូលចិត្តក្លិនផ្កាកែវក្លិនផ្កាចម្ប៉ាប៉ុន្តែពុកម៉ែបងប្អូនផ្កាចម្ប៉ាភាគច្រើនគេអត់សូវឲ្យដាំនៅផ្ទះមិនដឹងម៉េចទេគេថាមានដំណំនោះអញ្ចឹងទៅលើកមុននាងខ្ញុំមានដើមចម្ប៉ាមួយដាំនៅក្នុងផើងផ្កាអើយសែនផ្កាដល់ទៅពេលយូរទៅដើមវារៀងធំអញ្ចឹងទៅវាបែកផើងហ្នឹងទៅហើយដល់ពេលចាស់ក៏ថាគេមិនឲ្យដាំផ្កានៅមុខផ្ទះទេផ្កាចម្ប៉ានោះអញ្ចឹងនាងខ្ញុំក៏យកទៅប្រកេនលោករាល់ថ្ងៃប្រកេនលោកផ្កាពេញវត្តហើយចំពោះវីដេអូនេះគឺមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនចាំជួបនាងខ្ញុំនៅវីដេអូក្រោយទៀតសូមជម្រាបលា